បាទជំរាបសួរបងប្អូនពុកម៉ែយាយតាជាទីគោរពនិងជាទីរាប់អានផងដែរនៅក្នុងពេលនេះខ្ញុំបាទនឹងមកនឹងឆ្លើយតបនៅសំណួរដែលបានខមមិនសាកសួរមកខ្ញុំបាទអំពីគ្រឿងម៉ាស៊ីនបាទអញ្ចឹងអត់មានច្រើនសំណួរទេក្នុងពេលនេះគឺមានមួយសំណួរដែលពាក់ព័ន្ធនៅក្នុងប្រព័ន្ធភ្លើងគោយន្តបាទអញ្ចឹងអ្នកទាំងអស់គ្នាខ្លះគឺគាត់នឹងដឹងច្បាស់នឹងអស់ហើយប៉ុន្តែនៅខ្លះទៀតគាត់មិនធ្លាប់ដែលបានដឹងតែបានយល់បាទអញ្ចឹងខ្ញុំបាទលើកឡើងនេះដើម្បីឲ្យថាឆ្លើយផ្ដល់នៅសំណួរផងហើយក៏នឹងជួយចែករំលែកជាបទពិសោធន៍នឹងសម្រាប់អ្នកទាំងអស់គ្នាដែលមានឧបករណ៍គ្រប់គ្រាន់សម្រាប់នឹងយកទៅនឹងហៅថាកែច្នៃខ្លួនឯងដោយវាមិនពិបាកបាទអញ្ចឹងតែខ្ញុំបាទនឹងផ្ដោតសំខាន់ទៅលើអ្នកដែលមានឧបករណ៍គ្រប់គ្រាន់សម្រាប់នឹងហៅថាកែច្នៃបាទអញ្ចឹងបើអ្នកអត់មានគឺគាត់នឹងពិបាកបានចឹងហើយនៅក្នុងសំណួរគឺគាត់បានសាកសួរមកខ្ញុំបាទអំពីនឹងការនឹងរុំដុំភ្លើងនឹងគោយន្តបាទអញ្ចឹងនៅក្នុងសំណួរនេះនឹងគាត់បានសួរថានឹងតើរុំនឹងលួសបានដែរអត់បាទអញ្ចឹងហើយក្នុងបញ្ហានេះវាមានច្រើនដែរបាទដែលវាតាក់ទងគ្នាមកនឹងបញ្ហាដែលវារុំនឹងលួសបានក៏បាននឹងរុំនឹងលួសអត់បានក៏រុំអត់បានបាទអញ្ចឹងវាមាន2ចំណុចដែលវាមានហៅថាវារុំបាននិងរុំអត់បានបាទអញ្ចឹងប៉ុន្តែខ្ញុំបាទនឹងលើកឡើងលម្អិតដើម្បីផ្ដល់ចែកជូនសម្រាប់អ្នកដែលមានឧបករណ៍គ្រប់គ្រាន់ដូចជាមានខ្ញុំបាទនឹងរៀបរាប់គឺមានក្បាលផ្សាមានសំណមានស្គុតហើយខ្ញុំបាទនឹងមិនបានហៅថាដោះបង្ហាញហើយក៏ធ្វើបង្ហាញទេគ្រាន់តែថាមកជួយបញ្យល់បាទជួយបញ្យល់ដើម្បីឲ្យបានយល់ដើម្បីយកទៅអនុវត្តបាទអញ្ចឹងតែបើសម្រាប់អ្នកដែលនឹងគាត់អត់មានឧបករណ៍គ្រប់គ្រាន់គឺគាត់អាចទិញគេនឹងលក់ស្រាប់ក៏វាស្រួលម្យ៉ាងដែរបាទតែបើយើងមានឧបករណ៍គ្រប់គ្រាន់គឺយើងអាចនឹងកែច្នៃខ្លួនឯងគឺវាស្រួលនឹងបានដូចគ្នាដែរបាទអញ្ចឹងយើងត្រូវមានឧបករណ៍គ្រប់គ្រាន់បាទគឺមាននឹងហៅថានឹងក្បាលផ្សាមួយមាននឹងហៅថាមានតាំងពីស្គុតបាទមានតាំងពីស្គុតមានសំណសម្រាប់ផ្សាបាទមានកន្ត្រៃសម្រាប់យើងកាត់នឹងរុំបាទអញ្ចឹងហើយសតទៀតការនឹងរុំដុំភ្លើងនោះបាទការរុំដុំភ្លើងគឺនឹងអាស្រ័យទៅនឹងយើងចេះនឹងពិនិត្យមើលផងបាទសម្រាប់អ្នកដែលមិនដែលដឹងបាទហើយយើងរុំយើងគួរតែប្រុងប្រយ័ត្នកុំឲ្យវាប៉ះនឹងដែកបាទមេដែកអញ្ចឹងគាត់សួរសំណួរនេះហើយខ្ញុំបាទនឹងឆ្លើយផ្ដល់ជាសំណួរសិនដើម្បីហៅថានឹងឲ្យបានគាត់បានយល់ថារុំបានដែរអត់បាទដែកវាដែកបើសិនជាដែកស្រាតទេដែកស្រាតទេគឺរុំមិនបានទេបាទអញ្ចឹងរុំអត់បានទេតែបើដែកហៅថាលួសដែកឬមួយក៏ស្ពាន់ដែកបាទអញ្ចឹងនឹងខ្ញុំបាទនឹងបង្ហាញបាទនេះគឺខ្សែលួសអញ្ចឹងបាទនេះនឹងសរសៃលួសអញ្ចឹងគឺយើងអាចរុំបានអញ្ចឹងលួសនេះវាមានស្រោមវាបាទបើសិនតែនឹងអត់មានលួសអញ្ចឹងទេលួសស្រាតគឺយើងរុំមិនកើតទេបាទរុំមិនកើតទេរុំទៅវាអាចនឹងគប់បាទអញ្ចឹងតែលួសនេះវាមានស្រោមមកវាលុះត្រាតែយើងនឹងកោតកោសវាទើបយើងអាចផ្សារជាប់បានបាទអញ្ចឹងនេះលួសក៏ផ្សារក៏រុំបានស្ពាន់ក៏យើងរុំបានដែរបាទអញ្ចឹងប៉ុន្តែវាស៊ីសងទៅលើនឹងមួយណាដែលវាធានាសុវត្ថិភាពជាងបាទអញ្ចឹងបើសម្រាប់នឹងខ្ញុំគិតថាដែកវាល្អជាងនឹងស្ពាន់បាទអញ្ចឹងនេះសម្រាប់ខ្ញុំទេតែសម្រាប់អ្នកទាំងអស់គ្នាបាទអញ្ចឹងអានេះនឹងអ្នកទាំងអស់គ្នាសាកល្បងមើលដោយខ្លួនឯងបាទអញ្ចឹងហើយខ្ញុំបាទនឹងប្រាប់ថានឹងលួសបើសិនតែលួសស្រាតទេគឺយើងរុំអត់បានទេរុំអត់កើតទេធ្វើម៉េចគឺវាអត់កើតដែរបាទអញ្ចឹងវាធ្វើមានបញ្ហាវាគប់តែបើលួសដូចដែលខ្ញុំបានបង្ហាញនេះបាទនេះគឺអ្នកទាំងអស់គ្នាឃើញហើយនឹងដែលគេលក់គឺយើងទិញយកមករុំបាទអញ្ចឹងវាអត់មានបញ្ហាទេបាទព្រោះអីវាមានស្រោមវាស្រោបនឹងពីក្រៅអស់ហើយបាទវាស្រោបពីក្រៅទាំងអស់បាទអញ្ចឹងសង្ឃឹមថានឹងម្ចាស់សំណួរគាត់នឹងបានយល់ហើយខ្ញុំនឹងបញ្ជាក់ជូនសម្រាប់នឹងហៅថាជួយនឹងសម្រាប់អ្នកដែលមានឧបករណ៍គ្រប់គ្រាន់ដែលគាត់នឹងចង់រុំបាទគឺវាស្រួលងាយទេបាទគ្រាន់តែយើងមានដោយដែលខ្ញុំបានជម្រាបជូនពីខាងដើមថាមានបាផ្សាមានសំណបាទមានកន្ត្រៃមានស្គុតអញ្ចឹងយើងយកមកនឹងរុំវាបាទរុំវាមួយជុំពីរជុំទៅក្នុងបាតវាអញ្ចឹង
ទៅយើងនឹងកាត់ជាกระดาษបាទกระดาษឬមួយដូចជាกระดาษនឹងហៅថានឹងกระดาษរងអញ្ចឹងយើងកាត់នឹងជំរាបវាមកបាទជ្រាបយើងសកចូលនឹងទ្របការពារនឹងកុំអោយនឹងលួសនឹងទៅប៉ះដែកបាទអញ្ចឹងមកលួសទៅប៉ះដែកអញ្ចឹងយើងរុំមកបាទរុំមកកុំអោយវានឹងច្រើនពេកបាទមកល្មមបាទមកល្មមនឹងមេដែកនឹងបាទអញ្ចឹងហើយបើថាយើងមិនដឹងអំពីគីឡូវាបាទអញ្ចឹងបើយើងដឹងគីឡូគឺយើងរុំតាមគីឡូរបស់វាមកបាទអញ្ចឹងហើយបើយើងរុំតិចក៏ភ្លើងវាខ្លាំងតែយើងរុំច្រើនគឺភ្លើងវាមិនសូវខ្លាំងទេប៉ុន្តែវាមិនមានបញ្ហាដល់អំពូលបាទអញ្ចឹងបើយើងរុំតិចអញ្ចឹងភ្លើងវាកញ្ឆក់បាទភ្លើងវាកញ្ឆក់បើមិនយើងរុំច្រើនវាភ្លើងវាស្បឺតវាអត់មានបញ្ហាដល់អំពូលគយន្តអញ្ចឹងទេបាទនេះជាដែលខ្ញុំធ្លាប់នឹងសារលបងមើលទេបាទអញ្ចឹងសង្ឃឹមថាអ្នកនរគ្នានឹងបានយល់អំពីបទពិសោធន៍និងការរុំដុំភ្លើងគឺទាល់តែអ្នកនរគ្នាមានឧបករណ៍គ្រប់គ្រាន់ទើបអាចនឹងរុំបានបាទធ្វើបានដោយដែលខ្ញុំបានបញ្ជាក់ជូនឯងថាមានតាំងពីក្បាលផ្សារមានតាំងពីសំណមានតាំងពីលួសបាទលួសនឹងលួសដុំភ្លើងដូចខ្ញុំបានបង្ហាញមិញបាទអញ្ចឹងយើងទិញមកបាទបើសិនយើងមានស្រាប់គឺយើងស្រួលទេគឺយើងរុំបាទអត់ពិបាកទេសម្រាប់នឹងម៉ាស៊ីនគយន្តបាទម៉ាស៊ីនភ្លើងម៉ាស៊ីនគយន្តដែលអ្នកនរគ្នានឹងចង់ធ្វើដោយខ្លួនឯងបាទឲ្យតែមាននឹងឧបករណ៍គ្រប់គ្រាន់គឺយើងអាចធ្វើបានមានកាវយើងចាក់នឹងកុំឲ្យវាដើរអញ្ចឹងទៅយើងរុំបាន2 3ជុំនឹងអញ្ចឹងយើងចាក់កាវវាទៅបាទចាក់កាវមួយជុំអញ្ចឹងបាទយើងរុំឲ្យពេញទៅអញ្ចឹងវាឈប់នឹងដើរហើយបាទអញ្ចឹងអត់មានបញ្ហាទេតែបើយើងអត់មានឧបករណ៍គ្រប់គ្រាន់គឺយើងទិញគេស្រាប់ក៏វាលឿនដែរបាទជុំមកដាក់បាទព្រោះគេមានលក់នឹងតម្រូវទាំងអស់ប៉ុន្តែបើយើងនឹងមានឧបករណ៍គ្រប់គ្រាន់របស់យើងសម្រាប់នឹងកែច្នៃរបស់យើងគឺវាស្រួលងាយដូចគ្នាដែរបាទអញ្ចឹងយើងមិនបាក់ទិញទេប៉ុន្តែយើងមករុំនឹងកែច្នៃដោយខ្លួនឯងវាបានដូចគ្នាបាទអញ្ចឹងនេះជាបទពិសោធន៍ដែលខ្ញុំបានធ្វើកន្លងមកបាទអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងបានយល់ហើយនឹងម្ចាស់សំណួរនឹងបានជ្រាបច្បាស់ថាដែកនឹងបើសិនជាដែកនឹងលួសយើងស្រាតទៅទេគឺរុំមិនកើតទេបាទអញ្ចឹងលុះត្រាតែយើងនឹងមានដែកលួសនឹងដុំភ្លើងដូចខ្ញុំបានបញ្ជាក់ជូនបង្ហាញមិញបាទនឹងដុំភ្លើងអញ្ចឹងបាទតើតែដុំភ្លើងអញ្ចឹងបានយើងអាចរុំបានបាទនេះរុំបានអញ្ចឹងព្រោះដុំភ្លើងនេះវាមានខ្សែលួសបាទវាមានខ្សែលួសវានឹងស្រោបលួសបាទអញ្ចឹងបើសិនជាយើងអត់មានអញ្ចឹងទេគឺយើងរុំមិនកើតទេបាទអញ្ចឹងវាអាចមានបញ្ហាបាទអញ្ចឹងសង្ឃឹមថាអ្នកនរគ្នានឹងបានយល់អំពីវីដេអូរបស់ខ្ញុំបាទនេះបើសិនតែមានការលើលុសខុសឆ្គងដោយប្រការណាសម្រាប់ខ្ញុំដែលការជួយចែករំលែកផ្ដល់ចែកជូនសម្រាប់អ្នកនរគ្នានឹងបាទមិនត្រូវចិត្តឬមួយក៏មិនពេញចិត្តនៅក្នុងចំណុចណាមួយនោះក៏សូមមេត្តាអធិស្ឋានហើយវីដេអូខ្ញុំបាទនឹងក៏សូមបញ្ចប់ប៉ុណ្ណឹងចាំមានអ្វីប្លែកមានអ្វីជាចំណេះដឹងថ្មីខ្ញុំបាទនឹងតែងតែជួយផ្ដល់និងជួយចែករំលែកនឹងជាបទពិសោធន៍បន្តសម្រាប់អ្នកនរគ្នាដើម្បីយកទៅអនុវត្តនឹងឲ្យបានល្អបាទអញ្ចឹងអត់មានអីទេវីដេអូរបស់ខ្ញុំបាទនឹងសូមបញ្ចប់តែប៉ុណ្ណឹងចាំជួបគ្នានៅវគ្គបន្តបាទសូមអរគុណសូមគោរពលា